ដាំមក4ខែហើយដំបូងទឹកសុទ្ធស្អាត2លីត្រនិងប្រទាលកន្ទុយកពើដែលហាន់ជំរះទឹកតូចៗហើយប្រហែលជា10ទឹកហើយនឹងស្លឹកតើយអ្នកណាមានសុទ្ធក៏ប្រើសុទ្ធហើយនឹងប្រដាប់ត្រង់យកតែទឹកទេហើយនឹងស្ករសមកអីក៏បានដែលមានដាំទឹកឲ្យពុះហើយបានបង់ស្លឹកតើយចុះទៅគ្របប្រហែលជា5នាទីបានស្រង់ចេញបើកឡើងក៏អូបស្លឹកតើយឈ្ងុយទ្រប់ត្រង់យកទឹកវាទុកដាំជាមួយប្រទាលកន្ទុយកពើម្ដងទៀតដាក់ម្ដងទៀតមានអារម្មណ៍ថាដូចបែងដបបើកភ្លើងដាំវាប្រហែលជា15នាទីទៅ20នាទីអ្នកកើតរោគកាពះអាចបង់ស្ករសបានបន្លែមតែបើអ្នកកើតទឹកនោមផ្អែមមិនចាំបាច់បង់ទេញ៉ាំសពសាអញ្ចឹងហ្មងទុកឲ្យត្រជាក់ហើយដាក់ទឹកកកដួសដាក់កែវទៅត្រៀមយកឲ្យអ្នកដែលយើងស្រឡាញ់ដូចជាម៉ាក់ប៉ាអញ្ចឹងឬក៏ភ្ញៀវពលឺដែលមកលេងផ្ទះយើងអញ្ចឹងណាអ្វីដែលសំខាន់គឺវាមានប្រយោជន៍សម្រាប់សុខភាពមិនមែនដូចពួកទឹកកូកាញ៉ាំទៅកាន់តែធ្វើឲ្យកាពះយើងកាន់តែយ៉ាប់ទេបើបានភ្លក់ហើយអ្នកនឹងជាប់ចិត្តត្រជាក់ជាប់បេះដូងហ្មងយកឲ្យអ្នកម្ដាយញ៉ាំមុនគេមើលទៅការបឺតដូចជាបឺតអត់ឡើងទេហាន់ធំពេកញ៉ាំ